អាយដាមវត្តចម្រើនរលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាការផ្សព្វផ្សាយបញ្ជ្រាបនៅចំណេះដឹងអំពីសារធាតុញៀននិងសារធាតុពៅកម្លាំងដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡាសារធាតុដូប៉ាដល់កីឡាករកីឡាការិនីវ័យក្មេងពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាការអប់រំផ្សព្វផ្សាយដែលបានផ្ដល់ចំណេះដឹងគ្រប់កីឡាករកីឡាការិនីជម្រើសជាតិព្រមទាំងមន្ត្រីសហព័ន្ធដើម្បីយល់ដឹងកាន់តែច្បាស់អ្វីទៅហៅថាជាសារធាតុញៀននិងពៅកម្លាំងដែលជាបំរាមហាមឃាត់របស់អង្គការវ៉ាដារបស់ពិភពលោកការគូបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអាយដាមវត្តចម្រើនក្នុងសិក្ខាសាលាស្ដីពីការធ្វើតេស្តក្នុងព្រឹត្តិការណ៍កីឡាប្រកួតអន្តរជាតិដល់អត្តពលិកជាអនិច្ចជនរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជានៅអគារគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជានាព្រឹកថ្ងៃទី29ខែកញ្ញាឆ្នាំ2025អាយដាមរដ្ឋលេខាធិការបានអះអាងទៀតថាសម្រាប់សិក្ខាសាលាដែលទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជាបានរៀបចំឡើងនេះមានគោលបំណងផ្ដល់ចំណេះដឹងដល់កីឡាករកីឡាការិនីជម្រើសជាតិជាអនិច្ចជននិងមន្ត្រីសហព័ន្ធនិងគ្រូបង្វឹកដែលមានតួនាទីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែនក្នុងពាក់កណ្ដាលខែតុលាខាងមុខនេះអាយដាមវត្តចម្រើនរំលេចថាចំណេះដឹងពាក់ព័ន្ធទៅនឹងសារធាតុញៀននិងសារធាតុលើកកម្លាំងហាមឃាត់ក្នុងវិស័យកីឡានេះគឺជាការផ្ដល់ចំណេះដឹងដើម្បីសម្រួលនៅអរិយាប័ត្រកីឡាករកីឡាការិនីត្រៀមខ្លួនជាស្រេចក្នុងការចូលរួមធ្វើតេស្តជាមួយទីភ្នាក់ងារប្រឆាំងដូពីងពិភពលោកក្នុងព្រឹត្តិការណ៍យុវជនអាស៊ីមុនប្រកួតនិងក្រោយប្រកួតយើងគេធ្វើការបើកវគ្គនេះដើម្បីអប់រំមួយទៀតគឺការធ្វើតេស្តនៅពេលដែលយើងបានមេដាយណាព្រោះកម្រិតការប្រកួតកម្រិតអាស៊ីវាជាកម្រិតមួយដែលគេមានលក្ខណៈគោរពយ៉ាងម៉ឺងម៉ាត់ទៅលើគោលការណ៍ Fair Play និងគោលការណ៍លេងដោយយុត្តិធម៌ឬក៏គេហៅថាគោលការណ៍កីឡាស្អាតស្អំគេហៅ Clean Sport Clean Sport នេះគឺជាគោលការណ៍សំខាន់របស់ចលនាអូឡ িম্প ពិកដែលត្រូវគ្រប់គ្រងនឹងការដឹកនាំអនុវត្តដោយអង្គការភ្នាក់ងារប្រឆាំងដូប៉ាពិភពលោកអញ្ចឹងឥឡូវនេះអង្គការភ្នាក់ងារប្រឆាំងដូប៉ាប្រចាំប្រទេសរបស់យើងគេហៅថាកាដានេះគាត់មកធ្វើការអប់រំណាទៅលើចំណុចសំខាន់លម្អិតណាទៅលើអ្វីដែលគាត់ជាកាតព្វកិច្ចរបស់កីឡាករកីឡាការិនីវ័យក្មេងរបស់យើងត្រូវតែយល់ដឹងហើយត្រូវចូលរួមអនុវត្តឲ្យបានប្រសិទ្ធភាពព្រោះវាពាក់ព័ន្ធទៅនឹងកិត្តិយសរបស់កីឡាករកិត្តិយសរបស់ជាតិពាក់ព័ន្ធទៅនឹងការដាក់ទោសទណ្ឌទាំងកីឡាករខ្លួនឯងទាំងវិស័យកីឡាហ្នឹងក៏ដូចជាទៅដល់កិត្តិយសរបស់ជាតិផងដែរក្នុងសិក្ខាសាលានេះអ្នកជំនាញប្រចាំCADA និងអប់រំលម្អិតពីកាតព្វកិច្ចរបស់អត្តពលិកវ័យក្មេងបានយល់ដឹងនិងអនុវត្តប្រកបដោយប្រសិទ្ធភាពព្រោះពាក់ព័ន្ធនឹងកិត្តិយសកីឡាករកីឡាការិនីនិងប្រទេសជាតិតែម្ដងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី2025នៅប្រទេសបារ៉ែនប្រព្រឹត្តទៅពីថ្ងៃទី22ដល់ថ្ងៃទី31ខែតុលានាទីក្រុងម៉ាណាម៉ាក្នុងនោះកម្ពុជាត្រៀមបញ្ជូនប្រតិភូគ្រូបង្វឹកនិងអត្តពលិកប្រមាណ150នាក់ប្រកួតប្រជែងនៅលើ13ប្រភេទកីឡាទន្ទឹមនឹងនេះប្រតិភូកម្ពុជាក្នុងនាមម្ចាស់ផ្ទះឆ្នាំ2029នឹងទទួលទង់ព្រឹត្តិការណ៍បន្តពីម្ចាស់ផ្ទះបារ៉ែន